សិទ្ធិសេរីភាពខាងសារព័ត៌មាននិងការបញ្ចេញមតិនៅកម្ពុជាកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរព្រះរាជាណាចក្រកម្ពុជាប្រកាន់យកប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបកគោលការណ៍មួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យគឺការធានានូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិសេរីភាពខាងសារព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនបានការពារនិងលើកស្ទួយសិទ្ធិសេរីភាពនេះប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតរាជរដ្ឋាភិបាលបានកំណត់ច្បាស់ថាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានតួនាទីយ៉ាងសំខាន់ពុំអាចខ្វះបានក្នុងការផ្តល់ព័ត៌មានទៅជូនសាធារណជននិងពំនាំយកព័ត៌មានពីគ្រប់មជ្ឈដ្ឋាននៃសង្គមជាតិជូនទៅរាជរដ្ឋាភិបាលវិញដើម្បីពង្រឹងនៅដំណើរការកសាងនិងការពារមាតុភូមិនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជំពូកទី3បាននិយាយអំពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមាត្រា31វាក្ខខណ្ឌទី2បានចែងថាប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិឋានៈសង្គមធនធានឬស្ថានភាពឯទៀតឡើយការប្រសិទ្ធសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយការប្រសិទ្ធសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់នៃច្បាប់នៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មានដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1994មាត្រាទី7ជំពូកទី2បានចែងថាត្រូវធ្វើការកែតម្រូវនៅព័ត៌មានណាដែលចេញផ្សាយរួចហើយមានលក្ខណៈមិនជាក់លាក់និងនាំឲ្យមានការយល់ច្រឡំត្រូវជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលញុះញង់ឲ្យមានការប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនាមតិនិន្នាការនយោបាយដើមកំណើតជាតិឋានៈសង្គមធនធានឬស្ថានភាពដទៃទៀតត្រូវគោរពសិទ្ធិនិងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គលប៉ុន្តែវិទ្យុ VOD បានប្រព្រឹត្តល្មើសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរហើយការដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចលុបអាជ្ញាប័ណ្ណវិទ្យុមួយនេះក៏វាមិនមែនជារឿងចម្លែកឡើយសម្រាប់ពិភពលោកវាមិនបានធ្វើឲ្យចុះខ្សោយឬក៏ធ្វើឲ្យស្លាប់នៅសេរីភាពសារព័ត៌មានឬសេរីភាពនៃការបញ្ចេញមតិនោះទេប៉ុន្តែវាជាការពង្រឹងដល់ការអនុវត្តច្បាប់ជាការលើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មានតែប៉ុណ្ណោះប្រព័ន្ធព័ត៌មានគ្រប់ប្រភេទទាំងទូរទស្សន៍កាសែតវិទ្យុគេហទំព័រនិងបណ្ដាញព័ត៌មានសង្គមបានធ្វើសកម្មភាពដោយសេរីដោយមិនមានការត្រួតពិនិត្យមុនការចេញផ្សាយមិនមានការរឹតបន្តឹងបង្កប់បញ្ជាឬការបំផិតបំភ័យណាមួយនោះទេនិយាយជារួមនៅប្រទេសកម្ពុជាការបញ្ចេញមតិទោះតាមមធ្យោបាយណាក៏ដោយត្រូវបានបើកចំហដោយស្មារតីដោយគ្មានការរើសអើងគ្មានការប្រកាន់បកពួកឬនិន្នាការនយោបាយអ្វីឡើយនៅក្នុងនោះសារព័ត៌មានប្រឆាំងក៏បានធ្វើសកម្មភាពដោយសេរីរាប់ទាំងកាសែតព្រឹត្តិបទវិទ្យុបរទេសដែលផ្សាយទាំងជាភាសាខ្មែរនិងបរទេសផងដែរជាមួយគ្នានេះសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក៏កំពុងត្រូវបានក្រុមអ្នកជំនាញមកពីអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានពិភាក្សានិងសិក្សាឲ្យបានកាន់តែស៊ីជម្រៅនៅពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានស្ថាប័ននីតិបញ្ញត្តិអនុម័តនិងចូលជាធរមានហើយនោះនឹងបង្ហាញច្បាស់ថែមទៀតថាសិទ្ធិសេរីភាពនៃសារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌មានកាន់តែមានលក្ខណៈទូលំទូលាយនិងជ្រាលជ្រៅឡើង ច
ប៉ុន្តែក្រុមប្រឆាំងនិងមជ្ឈដ្ឋានអគតិមួយចំនួនដែលតែងតែមើលមកកម្ពុជាក្នុងភ្លើងងងឹតហើយក្នុងចិត្តចិញ្ចឹមតែគំនិតអវិជ្ជមានចំពោះរាជរដ្ឋាភិបាលកម្ពុជានោះបានធ្វើការចោទប្រកាន់ទាំងបំពានដោយឥតអៀនខ្មាសថាកម្ពុជាជាប្រទេសផ្ដាច់ការនៅកម្ពុជាលទ្ធិប្រជាធិបតេយ្យសេរីភាពខាងការបញ្ចេញមតិនិងសេរីភាពខាងសារព័ត៌មានកាន់តែធ្លាក់ចុះដុនដាបទៅពួកគេមិនដែលទទួលយកការពិតទេហើយថែមទាំងមិនចេះអៀនខ្មាសទៅទៀតនៅពេលដែលពួកគេកំពុងឈរនៅលើទឹកដីកម្ពុជាហើយមានសេរីភាពស្រែកជេរដោយអគតិថាកម្ពុជាផ្ដាច់ការនោះតាមពិតសេរីភាពនៅកម្ពុជាមានហូរហៀរហូតដល់ពេលខ្លះស្ទើរតែធ្លាក់នៅក្នុងស្ថានភាពអនាធិបតេយ្យផងដោយសារមានបុគ្គលខ្លះអង្គការខ្លះសង្គមស៊ីវិលខ្លះគណៈបកខ្លះបានបំពានលើក្រមសីលធម៌សារព័ត៌មានរំលោភទៅលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋឆ្លៀតប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីមូលបង្កាច់បំភាន់សាធារណមតិចំពោះភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលឃោសនាបន្ទាបកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិបំភ្លៃការពិតពីសឲ្យទៅជាខ្មៅពីខ្មៅឲ្យទៅជាសលាក់ប៉ុន្តែពួកគេមិនអាចបំផ្លាញសច្ចភាពបានឡើយសាធារណមតិជាតិនិងអន្តរជាតិដែលមានសុភវិនិច្ឆ័យសុទ្ធតែបានឃើញច្បាស់ថាសិទ្ធិសេរីភាពខាងសារព័ត៌មាននិងការបញ្ចេញមតិនៅកម្ពុជាត្រូវបានការពារនិងលើកស្ទួយឥតឈប់ឈរប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពនេះគឺត្រូវស្ថិតក្នុងបរិបទនីតិរដ្ឋគឺមានន័យថាมันអាចអនុវត្តឲ្យទៅហួសពីរង្វង់ច្បាប់ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃបានឡើយទាំងជារូបវ័ន្តបុគ្គលទាំងជានីតិបុគ្គលថ្មីនេះការសម្រេចរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មានក្នុងការបិទវិទ្យុ VOD បានទទួលការគាំទ្រយ៉ាងច្រើនពីសាធារណមតិគ្រប់ស្រទាប់រាប់ទាំងអ្នកសារព័ត៌មានអាជីពផងការបិទវិទ្យុដែលគ្មានវិជ្ជាជីវៈមួយនេះបានធ្វើឲ្យឃើញទី1ជាការលើកកម្ពស់តួនាទីនិងការទទួលខុសត្រូវរបស់ស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈរាប់សិបរាប់រយទៀតដែលកំពុងធ្វើសកម្មភាពដោយស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាទី2ជាការរួមចំណែកពូនជរុំនិងធ្វើឲ្យកាន់តែមានវឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាទី3ជាការលុបបំបាត់នៅលបែងទុច្ចរិតដែលពួកអ្នកនយោបាយប្រឆាំងតែងច្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពបង្កចលាចលសង្គមជាពិសេសគឺយកស្ថាប័នសារព័ត៌មានធ្វើជាយន្តការឬជាកម្លាំងចលករនៃចលនាបដិវត្តន៍ពណ៌ទី4ធ្វើឲ្យស្ថាប័នសារព័ត៌មានជាតិនិងអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈបង្កើនការគោរពក្រមសីលធម៌ឲ្យបានត្រឹមត្រូវទី5រួមគ្នាលើកកម្ពស់គុណតម្លៃនៃវិស័យសារព័ត៌មានដែលមានតួនាទីជាអ្នកផ្សព្វផ្សាយជាអ្នកពំនាំព័ត៌មានពីថ្នាក់លើទៅខាងក្រោមនិងឆ្លុះបញ្ចាំងពីបញ្ហាដែលកើតមាននៅខាងក្រោមជូនទៅថ្នាក់លើដើម្បីរួមគ្នាដោះស្រាយឲ្យបានត្រឹមត្រូវយើងជាពលរដ្ឋក៏បីយល់ដឹងថាដើម្បីធ្វើឲ្យសិទ្ធិសេរីភាពនេះកាន់តែមានតម្លៃនិងកាន់តែមានការទទួលខុសត្រូវនោះទាំងអស់គ្នាទាំងជារូបវ័ន្តបុគ្គលឬនីតិបុគ្គលក្តីដែលកំពុងស្ថិតនៅក្នុងសង្គមប្រជាធិបតេយ្យត្រូវទៅលើកកម្ពស់ការគោរពច្បាប់គោរពក្រមសីលធម៌សារព័ត៌មានឲ្យបានល្អប្រសើរដោយចេះប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយសតិសម្បជញ្ញៈធ្វើឲ្យសិទ្ធិសេរីភាពនេះคล้ายជាកម្លាំងចលករមួយដ៏ខ្លាំងក្លាក្នុងការថែរក្សាសន្តិភាពលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីអនាគតដ៏រុងរឿងរបស់ប្រជាជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីលទ្ធិប្រជាធិបតេយ្យសេរីពហុបកនិងនីតិរដ្ឋនៅកម្ពុជា
កាន់តែត្រូវបានពង្រឹងពង្រីកជាមួយនឹងលំហនយោបាយនិងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងត្រូវបានការពារលើកស្ទួយយ៉ាងខ្លាំងប្រព័ន្ធផ្សព្វផ្សាយនានាបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មចូលរួមក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យការលើកស្ទួយសិទ្ធិសេរីភាពនិងការអភិវឌ្ឍជាក់ស្ដែងកាលពីឆ្នាំ2016នៅកម្ពុជាមានសារព័ត៌មានព្រឹត្តិបត្តិនិងទស្សនាវដ្តីចំនួន812សារព័ត៌មានអនឡាញចំនួន72ទូរទស្សន៍ផ្សាយតាមរលកធាតុអាកាសចំនួន22ទូរទស្សន៍ផ្សាយតាមផ្កាយរណបចំនួន1ស្ថានីយវិទ្យុមាន334និងសមាគមអ្នកកាសែតមានចំនួន38រហូតមកដល់បច្ចុប្បន្ននៅកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសរុបប្រមាណ1500ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមអនឡាញមាន670ចំណែកសមាគមអ្នកសារព័ត៌មានមានប្រមាណ50កម្ពុជាត្រូវបានគេចាត់ទុកជាឋានសួគ៌ដ៏ត្រជាក់ត្រជុំសម្រាប់សង្គមស៊ីវិលនិងសារព័ត៌មានសេរីដែលអាចធ្វើសកម្មភាពបានតាមអំពើចិត្តបំពានច្បាប់យ៉ាងកង្ងើលនិងក៏ឃ្លានជាទីបំផុតដោយសារតែសេរីភាពដាច់បង្ហាញនេះបានធ្វើឲ្យអ្នកសារព័ត៌មានមួយចំនួនរួមទាំងសង្គមស៊ីវិលខ្លះដើរហួសពីទួលនីតិនិងក្របខ័ណ្ឌនៃលទ្ធិប្រជាធិបតេយ្យបង្កើតឲ្យមានជាអំពើអនាធិបតេយ្យយ៉ាងថោកទាបនៅក្នុងនាយាមនៃការអនុវត្តជាសកលលទ្ធិប្រជាធិបតេយ្យត្រូវដើរទន្ទឹមនឹងនីតិរដ្ឋការអនុវត្តប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋនឹងនាំទៅជាអនាធិបតេយ្យនៅប្រទេសកម្ពុជាអ្វីដែលកំពុងតែកើតឡើងនោះគឺប្រជាជនពីគ្រប់និន្នាការនយោបាយហ៊ានបញ្ចេញមតិប្រកបដោយលក្ខណៈរស់រវើកដោយមិនខ្លាចរអាពីព្រោះថារាជរដ្ឋាភិបាលបានកំណត់យកមតិយោបល់របស់ប្រជាជនពីគ្រប់មជ្ឈដ្ឋាននិងពីគ្រប់និន្នាការនយោបាយទាំងអស់ជាកញ្ចក់ឆ្លុះដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួននិងជាធាតុចូលសម្រាប់រៀបចំជាគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍផ្សេងៗប៉ុន្តែរាល់ការបញ្ចេញមតិយោបល់ទាំងអស់ត្រូវតែធ្វើឡើងប្រកបដោយការទទួលខុសត្រូវមិនមែនជាការអំពាវនាវឲ្យមានការបះបោរផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលអាចនាំមកនូវភាពចលាចលនិងការបែកបាក់ក្នុងសង្គមជាតិនោះឡើយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍យ៉ាងច្បាស់លាស់ហើយថាគ្រប់តួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យត្រូវមានការទទួលខុសត្រូវធ្វើការរិះគន់ដោយស្ថាបនាមិនអុចអាលមិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍មិនអោនក្បាលបំរើផលប្រយោជន៍បរទេសជាពិសេសមិនសាបព្រោះនៅការស្អប់ខ្ពើមរវាងជនជាតិខ្មែរនិងខ្មែរដែលអាចនាំមកនូវការបែកបាក់សារជាថ្មីម្ដងទៀត